ធរជនចិន50ក្រុមហ៊ុនជិះយន្តហោះចុះមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាគណៈប្រតិភូវិនិយោគនៃខេត្តហ៊ឺណានសរុបប្រមាណ50ក្រុមហ៊ុនដឹកនាំដោយលោកស្រីលីហ្វឹងស៊ីអភិបាលរងរដ្ឋបាលប្រជាជនក្រុងកឹងជៅកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដោយមានជំនួបក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនិងក្រុមវិនិយោគិនមកពីសហគមន៍អង្គការកម្ពុជាកាលពីរសៀលថ្ងៃពុធលោកសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់គណៈប្រតិភូអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងជៅនៃខេត្តហ្វឺណានដែលលោកក៏សម្គាល់ថាបង្ហាញឲ្យឃើញពីចំណងមិត្តភាពកម្ពុជាចិនដ៏រឹងមាំស្អិតរមួតនៅក្នុងនាមជាមិត្តដាច់ថែបលោកវ៉ាងវីងប៊ីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានវិតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជាចិនដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀតនិងបានរំលេចដែរថាកម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃបើធៀបទៅនឹងគោលដៅដទៃនៅក្នុងតំបន់ដើម្បីបំភ្លឺបន្ថែមឲ្យកាន់តែប្រក្សាត់ជូនគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះលោកសុនចន្ទថុលបានប្រាប់ពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជាដែលជាមូលដ្ឋានសម្រាប់ពិចារណាក្នុងការសម្រេចចិត្តវិនិយោគនិងអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជាដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាពរួមមានរោងចក្រឧស្សាហកម្មឧស្សាហកម្មយានយន្តឧស្សាហកម្មអេឡិចត្រូនិកហេដ្ឋារចនាសម្ព័ន្ធរូបវន្តកសិកម្មនិងកសិឧស្សាហកម្មការកែច្នៃចំណីអាហារថាមពលបៃតងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសវិស័យអប់រំបណ្ដុះបណ្ដាលវិស័យសុខាភិបាលបច្ចេកវិទ្យាឌីជីថលសហគ្រាសអាជីវកម្មខ្នាតតូចនិងមធ្យមនិងសេវាកម្មផ្សេងៗក្នុងជំនួបនោះលោកស្រីលីហ្វាំងស៊ីអភិបាលរងរដ្ឋបាលប្រជាជនក្រុងកឹងជៅបានរំលេចជាពិសេសអំពីគម្រោងស្នើសុំវិនិយោគសួនកសិឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជារបស់រដ្ឋបាលខេត្តហ្វឺណានដែលត្រូវបានរំពឹងថានឹងវិនិយោគឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើផលិតផលកសិកម្មការច្នៃផលិតផលកសិកម្មការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្មនិងជាទីតាំងស្តុកផលិតផលកសិកម្មតាមរយៈការទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើបតាមរយៈជំនួបនេះភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាធ្វើឲ្យកាន់តែស៊ីជម្រៅនិងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការចូលរួមសហប្រតិបត្តិការផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលចិនឆ្នាំ2024-2025ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជាច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាច្រករបៀងមច្ឆានិងអង្គរនិងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលជាដើម